ស្វាគមន៍មកកាន់តំបន់ចែកម្លែកពាក្យលើខ្លីៗក្នុងខ្សែចលនាទ្រព្យរបស់ប្រវត្តិថ្ងៃនេះយើងមកអាប់ដេតបន្តិចពាក់ព័ន្ធជាមួយនឹងប្រភេទប្លង់រឹងបងប្អូនទាំងអស់គ្នាស្គាល់ប្លង់រឹងហើយអញ្ចឹងថ្ងៃនេះយើងអាប់ដេតចុងក្រោយទាក់ទងជាមួយនឹងស្លឹកប្លង់រឹងស្លឹកចុងក្រោយនេះគឺមាន verify ដែលយើងដឹងហើយថាប្លង់រឹងតាំងពីដើមមកគឺចាប់ពីឆ្នាំ2002គឺយើងមានប្លង់រឹងប៉ុន្តែអត់មាន QR code ទេបន្ទាប់មកទៀតនៅក្នុងឆ្នាំ2018គឺយើងចាប់ផ្ដើមប្រើប្លង់រឹងស្លឹកប្លង់រឹងដែលយើងហៅថា LMAP ហ្នឹងគឺមាន QR code ត្រឡប់មកទៀតឥឡូវនេះគឺអាប់ដេតចុងក្រោយនៅក្នុងឆ្នាំ2025ក្នុងអំឡុងខែ11ខែ12ក្នុងឆ្នាំ2025នេះគឺយើងអាប់ដេតចុងក្រោយមួយទៀត QR code ដូចគ្នាប៉ុន្តែមាន verify តើតើជាមួយនឹងប្លង់ដែលមាន verify នេះចង់បញ្ជាក់ថាបើសិនជាប្លង់របស់បងប្អូនសេរីចាស់ឧទាហរណ៍ថាបងប្អូនមើលប្លង់មួយនេះគឺជាប្លង់ដែលចេញនៅក្នុងឆ្នាំ2006ដែលជាប្លង់អត់មាន QR code ទេអញ្ចឹងរាល់ពេលដែលបងប្អូនផ្ទេរប្លង់កម្មសិទ្ធិចាប់ពីឥឡូវនេះទៅប្លង់ដែលអត់មាន QR code នេះនឹងចាប់ផ្ដើមធ្វើឲ្យចេញនៅសេរីថ្មីដែលគេហៅថាប្លង់ verify QR code verify នៅពេលដែលបងប្អូនមានការផ្ទេរសិទ្ធិចាប់ពីឥឡូវហ្នឹងគឺប្លង់ដែលអត់មាន QR code នឹងត្រូវបានផ្លាស់ប្ដូរទៅជាប្លង់ដែលមាន QR code ហើយ verify ចង់បញ្ជាក់ថានៅក្នុងពេលបច្ចុប្បន្ននេះក្រសួងដែនដីនគររូបនីយកម្មទើបតែដាក់ឲ្យប្រើប្រាស់ចំនួន10ខេត្តក្រុងនៅឡើយទេនៅក្នុងរាជាណាចក្រកម្ពុជាយើងអញ្ចឹងអត់ទាន់បានប្រើទាំងអស់នៅឡើយទេប្លង់មួយចំនួនយើងខេត្តខ្លះយើងនៅប្រើធម្មតាហើយប្លង់មួយចំនួនទៀតជាពិសេសនៅក្នុងទីក្រុងភ្នំពេញគឺត្រូវបានផ្លាស់ប្ដូរទៅជាប្លង់ប្រភេទស៊េរីថ្មីដែលគេហៅថាប្លង់មាន QR code verify ប៉ុន្តែបញ្ជាក់ថាសម្រាប់ផ្លាស់ប្ដូរនេះគឺសម្រាប់ដែលប្លង់ដែលអត់មាន QR code ទេប្លង់ដែលអត់មាន QR code គឺយើងផ្លាស់ប្ដូរទៅជាប្លង់ដែលមាន QR code verify ហើយបញ្ជាក់មួយទៀតទាក់ទងជាមួយនឹងលេខក្បាលដីបងប្អូនទាំងអស់គ្នាឃើញលេខក្បាលដីចាស់គឺត្រូវបានផ្លាស់ប្ដូរចូលមកលេខក្បាលដីថ្មីអញ្ចឹងលេខក្បាលដីគឺខុសគ្នាដោយសារតែយើងប្រើប្រាស់នៅ system ថ្មីរាល់ចម្ងល់ទាក់ទងជាមួយនឹងឯកសារប្លង់ផ្សេងៗបងប្អូនអាច comment នៅខាងក្រោមជួបគ្នានៅវីដេអូក្រោយ